ចិត្តសាស្ត្រសាងសុខផ្លូវអារម្មណ៍របបកំហើញដ៏អស្ចារ្យមួយនៅក្នុងចំណិនរបស់ខ្ញុំគឺពួកយើងបានរកឃើញថាមនុស្សម្នាក់សិតតែអាចកែប្រែឆាកជីវិតរបស់ខ្លួនដោយការផ្លាស់ប្ដូរអត្តចរិតជាមុនសិននៅពេលណាដែលយើងកំពុងប្រឈមមុខទៅនឹងរឿងរ៉ាវពុំសូវល្អជួបមនុស្សដែលពិបាកឬការអាក់អន់ស្រពន់ចិត្តណាមួយជាពិសេសស្ថិតនៅក្នុងស្ថានភាពលំបាកមនុស្សយើងភាគច្រើនតែងតែយកទម្លាប់ចាស់មកប្រើជាមធ្យោបាយឬក៏ជាវិធីសាស្ត្រដដែលដើម្បីដោះស្រាយបញ្ហានៅក្នុងជីវិតក៏ប៉ុន្តែដំណោះស្រាយទាំងអស់នោះមិនអាចហុចផលជាវិជ្ជមានឲ្យសមតាមបំណងនោះឡើយនៅពេលខ្លះមនុស្សយើងប្រតិកម្មតបតចំពោះអ្វីមួយជ្រុលហួសហេតុពេកថ្លឹងថ្លែងពុំស្មើគ្នាប្រកាន់មើមខ្លាំងពេកឬក៏ផ្ដោតសំខាន់តែទៅលើទិដ្ឋភាពអវិជ្ជមានក្នុងជីវិតទើបជីវិតរបស់យើងត្រូវបានបំពេញដោយភាពអវិជ្ជមានដូចគ្នានៅពេលយើងបានបន្តិចបង្អាក់ដំណើរដោយរឿងរ៉ាវតូចតាចឬក៏ត្រូវបាននរណាម្នាក់ធ្វើឲ្យខឹងសម្បាមួម៉ៅហើយតបប្រមល់ប្រតិកម្មតបតបែបលើសលួសហួសកម្រិតទាំងនេះមិនត្រឹមតែធ្វើឲ្យយើងខកចិត្តប៉ុណ្ណោះទេប៉ុន្តែថែមទាំងរារាំងដល់ដំណើរការដែលពួកយើងត្រូវដើរឆ្ពោះទៅរកអ្វីដែលយើងចង់បានទៀតផងនៅក្នុងសភាពបែបនេះពួកយើងបានបាត់បង់នៅចក្ខុវិស័យចំពោះស្ថានភាពធំហើយផ្ដោតទៅលើតែភាពអវិជ្ជមាននិងបង្កការរំខានដល់បុគ្គលដែលអាចជួយយើងបានថែមទៀតនិយាយឲ្យខ្លីទៅមួយជីវិតដែលយើងរស់នៅគឺប្រៀបបីដូចជាស្ថិតនៅក្នុងគ្រោះអាសន្នដ៏ធំមួយអញ្ចឹងយើងតែងតែប្រញាប់ប្រញាល់ឆ្លេឆ្លាតទៅមកនិងព្យាយាមដោះស្រាយបញ្ហាដែលមិនចេះចាប់មិនចេះហើយជាច្រើនក៏ប៉ុន្តែតាមពិតយើងកំពុងតែធ្វើឲ្យបញ្ហាតូចៗคล้ายទៅជាបញ្ហាធំដោយមិនដឹងខ្លួនដោយសារតែយើងតែងតែចាត់ទុកនៅអ្វីៗគ្រប់យ៉ាងដែលបានកាត់ឡើងថាជាបញ្ហាដ៏ធំបែបនេះហើយទើបយើងបានចំណាយពេលពេញមួយជីវិតដើម្បីតែស្វែងរកវិធីដោះស្រាយបញ្ហាពីរឿងមួយទៅរឿងមួយទៀតមិនចេះចាប់មិនចេះហើយកន្លងមកមនុស្សយើងតែងតែជឿថាអ្វីគ្រប់យ៉ាងដែលបានកាត់ឡើងសិតសឹងតែជាបញ្ហាធំជាអកុសលពួកយើងនៅតែមិនទាន់បានដឹងថាតាមពិតទៅនឹងមានអ្វីជាច្រើនដែលយើងត្រូវធ្វើដើម្បីដោះស្រាយបញ្ហាទាំងនោះឲ្យបានឆាប់រហ័សនិងប្រកបទៅដោយប្រសិទ្ធភាពខ្ញុំសង្ឃឹមថាអ្នកនឹងអាចរកឃើញក្នុងពេលឆាប់នេះនៅពេលដែលអ្នកចាប់ផ្ដើមរៀនស្វែងយល់អំពីទម្លាប់នៅក្នុងការធ្វើឲ្យជីវិតពោរពេញទៅដោយភាពងាយស្រួលព្រមទាំងធ្វើឲ្យបញ្ហាដែលហាក់ដូចជាมันអាចដោះស្រាយបានទើបតែសោះទាំងនោះប្រែក្លាយទៅជាបញ្ហាដែលអាចគ្រប់គ្រងបានហើយសូម្បីតែរឿងរ៉ាវធំដែលពោរពេញទៅដោយភាពស្មុគស្មាញក៏នឹងប្រែក្លាយទៅជាគ្មានផលប៉ះពាល់មកលើអ្នកសូម្បីតែបន្តិចវាជារឿងដែលគួរឲ្យរីករាយនៅពេលដែលយើងបានដឹងថានៅមានវិធីសាស្ត្រដ៏សាមញ្ញមួយដែលអាចអនុញ្ញាតឲ្យយើងរស់នៅក្នុងជីវិតមួយដែលពោរពេញទៅដោយសុភមង្គលបានការរស់នៅតាមវិធីសាស្ត្រដ៏សាមញ្ញមួយនេះតម្រូវឲ្យយើងជំនួសទម្លាប់ចាស់ក្នុងការប្រតិកម្មតបដោយទម្លាប់ថ្មីវិញទម្លាប់ថ្មីទាំងនោះនឹងជួយឲ្យយើងទទួលបាននូវជីវិតមួយដែលពោរពេញទៅដោយភាពសប្បាយសប្បាយជាងមុនហើយក៏កាន់តែពេញចិត្តទៅនឹងជីវិតខ្លួនឯងជាងមុនផងដែរនៅក្នុងសៀវភៅមួយក្បាលនេះនាងខ្ញុំនឹងចែករំលែកនៅយុទ្ធសាស្ត្រច្បាស់ជាអ្វីដែលអាចចាប់ផ្ដើមធ្វើនៅក្នុងថ្ងៃនេះហើយវានឹងជួយលោកអ្នកឲ្យឆ្លើយតបចំពោះជីវិតរស់នៅបានកាន់តែស្រួលយុទ្ធសាស្ត្រទាំងឡាយដែលលោកអ្នកបានសម្ដាប់នៅក្នុងសៀវភៅពេលនេះសុទ្ធសឹងតែត្រូវបានបញ្ជាក់ថាជាយុទ្ធសាស្ត្រដែលមានភាពជោគជ័យបំផុតដែលត្រូវបានអនុវត្តដោយអតិថិជននិងប្រិយមិត្តអ្នកស្ដាប់របស់ខ្ញុំអស់រយៈពេលរាប់សិបឆ្នាំមកហើយយុទ្ធសាស្ត្រទាំងនោះតំណាងឲ្យវិធីសាស្ត្រដែលខ្ញុំចូលចិត្តយកមកប្រើនៅក្នុងជីវិតរបស់ខ្ញុំផ្ទាល់ដែលជាវិថីមួយដែលមិនសូវមានមនុស្សណាដើរទៅដល់យុទ្ធសាស្ត្រនីមួយមានលក្ខណៈសាមញ្ញតែពោរពេញទៅដោយឥទ្ធិពលហើយដើរតួជាមគ្គុទ្ទេសក៍នាំផ្លូវក្នុងការជួយចង្អុលបង្ហាញឲ្យលោកអ្នកធ្វើដំណើរឆ្ពោះទៅរកជីវិតដែលល្ហែលល្ហើយជាងមុនផងដែរអ្នកនឹងរកឃើញថាមានយុទ្ធសាស្ត្រជាច្រើននៅពេលដែលលោកអ្នកបានអនុវត្តហើយមិនត្រឹមតែធ្វើឲ្យបញ្ហាទូទៅកាន់តែឃ្លាតឆ្ងាយពីលោកអ្នកនោះទេប៉ុន្តែវាក៏នឹងធ្វើឲ្យបញ្ហាប្រឈមធំជាច្រើនដ៏លំបាកបំផុតនៅក្នុងជីវិតរបស់លោកអ្នកឃ្លាតឆ្ងាយពីលោកអ្នកផងដែរចំណុចសំខាន់ដំបូងខ្វល់តែរឿងខ្លួនឯងទៅបានហើយវាពិតជារឿងមួយដ៏ពិបាកខ្លាំងណាស់ដែលអ្នកអាចស្វែងរកឃើញនូវភាពស្ងប់សុខនៅក្នុងជីវិតរបស់ខ្លួននៅពេលដែលលោកអ្នកត្រូវប្រឈមមុខចំពោះបញ្ហាជាច្រើនរាប់មិនអស់នៅក្នុងជីវិតប៉ុន្តែអ្វីដែលរឹតតែធ្វើឲ្យជីវិតរបស់យើងកាន់តែមានភាពច្របូកច្របល់ថែមទៀតនោះគឺយើងតែងតែយកបញ្ហារបស់អ្នកមកចងភ្ជាប់នៅក្នុងជីវិតរបស់ពួកយើងដែរជាទូទៅនៅពេលដែលបញ្ហារបស់ខ្លួនមិនបានទាំងត្រូវដោះស្រាយចប់សពគ្រប់ផងនោះមនុស្សយើងតែងតែយកបញ្ហារបស់អ្នកដទៃមកគិតពិចារណាវិភាគវិញែកនិងជួយដោះស្រាយដែលលទ្ធផលចុងក្រោយគឺបានត្រឹមតែធ្វើឲ្យពួកគេកាន់តែមានសម្ពាធខ្លាំងជាងមុនប៉ុណ្ណោះសូមបញ្ជាក់ផងដែរថាការលើកឡើងបែបនេះមិនមែនណែនាំឲ្យលោកអ្នកមិនខ្វល់ពីទុក្ខលំបាករបស់អ្នកដទៃនោះទេផ្ទុយទៅវិញគំនិតមួយនេះគឺចង់បង្ហាញឲ្យលោកអ្នកដឹងថា
នៅពេលណាដែលលោកអ្នកត្រូវជួយនិងពេលណាដែលលោកអ្នកត្រូវទុកអ្វីមួយចោលខ្ញុំធ្លាប់ជាមនុស្សម្នាក់ដែលចូលចិត្តហក់ចូលទៅក្នុងចំណោទបញ្ហារបស់អ្នកដទៃហើយជាទូទៅខ្ញុំមិនត្រឹមតែមិនអាចជួយពួកគេបានប៉ុណ្ណោះទេខ្ញុំថែមទាំងធ្វើឲ្យពួកគេអាក់អន់ស្រពន់ចិត្តនឹងខ្ញុំថែមទៀតផងក្រោយមកខ្ញុំក៏បានលះបង់ចោលនៅគំនិតនៃការឈឺឆ្អាលរឿងរបស់អ្នកដទៃខុសពេលខុសវេលាហើយខ្ញុំក៏សម្រេចចិត្តជួយនរណាម្នាក់តែនៅពេលដែលចាំបាច់ឬខ្ញុំគិតថាខ្លួនឯងមានលទ្ធភាពអាចជួយបានតែប៉ុណ្ណោះការឈឺឆ្អាលរឿងរបស់អ្នកដទៃមិនមែនសំដៅតែទៅលើការចង់ជួយយកអាសាគេប៉ុណ្ណោះទេវាក៏រួមបញ្ចូលផងដែរនៅការលួចស្ដាប់គេនិយាយការនិយាយដើមគេការនិយាយនៅពីក្រោយខ្នងរបស់អ្នកដទៃនិងការវិភាគឬក៏ព្យាយាមរកខុសត្រូវនៅក្នុងបញ្ហារបស់នរណាម្នាក់ទាំងដែលយើងមិនបានដឹងអំពីឫសគល់ឬក៏ស្ថានភាពឬក៏បញ្ហារបស់ពួកគេផងការឈឺឆ្អាលរឿងរបស់អ្នកដទៃរមែងកើតមានឡើងនៅពេលដែលលោកអ្នកចង់បង្ហាញឲ្យគេឃើញថាអ្នកដទៃមានភាពខ្វះខាតនៅត្រង់ចំណុចនេះឬត្រង់ចំណុចនោះហើយអ្នកគឺជាមនុស្សដែលពូកែខាងការតម្រូវស្ថានភាពរបស់អ្នកដទៃឲ្យត្រឡប់មកជាល្អប្រសើរឡើងវិញប៉ុន្តែការធ្វើបែបនេះគឺបានត្រឹមតែផ្ដល់មកឲ្យអ្នកនៅសម្ពាធនិងភាពតានតឹងហើយវាក៏អាចបំផ្លាញទំនាក់ទំនងរវាងអ្នកនិងមនុស្សដែលអ្នកបានឈឺឆ្អាលដោយខុសរឿងនោះផងដែរចំណុចបន្ទាប់បំពេញជីវិតរបស់អ្នកដោយសេចក្តីស្រឡាញ់គ្មានមនុស្សណាម្នាក់ដែលមិនប្រាថ្នាចង់បានជីវិតដែលពោពេញទៅដោយសេចក្តីស្រឡាញ់នោះទេប៉ុន្តែពួកគេភាគច្រើនតែយល់ច្រឡំអំពីវិធីសាស្ត្រក្នុងការបំពេញក្តីស្រឡាញ់ឲ្យចូលមកក្នុងជីវិតរបស់ខ្លួនជាទូទៅពួកគេតែងតែទន្ទឹងរង់ចាំក្តីស្រឡាញ់ពីអ្នកដទៃទាំងដែលវាជាអ្វីដែលពួកគេអាចស្វែងរកមកបំពេញឲ្យជីវិតរបស់ខ្លួនឯងបានទេតើងាយស្រួលបំផុតប្រសិនបើអ្នកចង់ឲ្យជីវិតរបស់អ្នកពោពេញទៅដោយសេចក្តីស្រឡាញ់អ្នកគប្បីធ្វើជាមនុស្សដំបូងដែលផ្ដល់សេចក្តីស្រឡាញ់នេះទៅឲ្យអ្នកដទៃនៅពេលដែលអ្នកចាប់ផ្ដើមធ្វើជាគំរូសម្រាប់អ្នកដទៃពួកគេនឹងបន្តធ្វើតាមអ្នកជាក់ជាមិនខានប្រសិនបើអ្នកប្រាថ្នាចង់ឃើញជីវិតរបស់ខ្លួនពោពេញទៅដោយសេចក្តីស្រឡាញ់អ្នកត្រូវធ្វើខ្លួនឲ្យคล้ายទៅជាប្រភពនៃសេចក្តីស្រឡាញ់ប្រកបដោយការតាំងចិត្តខ្ពស់ជាមុនសិននៅក្នុងនោះយើងអាចធ្វើជាប្រភពនៃសេចក្តីស្រឡាញ់តាមរយៈអាកប្បកិរិយាទឹកចិត្តសប្បុរសឆន្ទៈនិងការតាំងចិត្តរបស់អ្នកបានចាប់ពីពេលនេះតទៅរាល់ពេលដែលអ្នកមានអារម្មណ៍ពិបាកចិត្តដោយសារតែមិនទទួលបាននូវសេចក្តីស្រឡាញ់យ៉ាងពេញលេញនៅក្នុងជីវិតសូមសាកល្បងអនុវត្តតាមវិធីសាស្ត្រមួយនេះចូលបញ្ឈប់ការសង្ឃឹមចង់បាននូវក្តីស្រឡាញ់ពីអ្នកដទៃប៉ុន្តែអ្នកត្រូវតែស្វែងរកវិធីក្នុងការធ្វើយ៉ាងណាផ្ដល់ក្តីស្រឡាញ់ទៅឲ្យអ្នកដទៃនិងអ្វីៗដែលស្ថិតនៅជុំវិញខ្លួនអ្នកឲ្យបានច្រើនបំផុតតាមរយៈការបើកចំហបេះដូងរបស់អ្នកដើម្បីផ្ដល់ក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌអ្នកប្រកាសជាអាចទទួលបានមកវិញនូវសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌដូចគ្នាពីអ្នកដទៃត្រឡប់មកវិញជាក់ជាមិនខានសូមលោកអ្នកចងចាំថានៅពេលដែលអ្នកផ្ដល់ក្តីស្រឡាញ់ទៅឲ្យគេកាន់តែច្រើនអ្នកនឹងទទួលបានមកវិញកាន់តែច្រើនដូចគ្នាគ្រាន់តែផ្ដល់ក្តីស្រឡាញ់ទៅឲ្យអ្នកដទៃឲ្យបានច្រើនប្រហែលជាមិនមែនជាអ្វីដែលពិបាកចំពោះលោកអ្នកក្នុងការអនុវត្តនោះទេប៉ុន្តែលទ្ធផលដែលអ្នកនឹងទទួលបានត្រឡប់មកវិញគឺពិតជាអស្ចារ្យខ្លាំងណាស់ចំពោះជីវិតរបស់លោកអ្នកចំណុចបន្ទាប់ផ្លាស់ប្ដូរការយល់ឃើញរបស់លោកអ្នកចំពោះបញ្ហាឧបសគ្គនិងបញ្ហាគឺជាផ្នែកមួយនៃជីវិតរបស់យើងសុភមង្គលពិតមិនមែនកើតមានឡើងនៅពេលដែលយើងអាចកម្ចាត់បញ្ហាទាំងអស់នោះចេញពីក្នុងខ្លួនរបស់យើងនោះទេប៉ុន្តែនៅពេលដែលយើងផ្លាស់ប្ដូរការយល់ឃើញរបស់យើងចំពោះបញ្ហាដោយចាត់ទុកវាថាវាគឺជាការជួយដាស់ស្មារតីរបស់យើងនិងផ្ដល់ជាឱកាសដើម្បីឲ្យយើងបានពង្រឹងសមត្ថភាពនៃការអត់ធ្មត់និងការរៀនសូត្របន្ថែមមិនត្រឹមតែប៉ុណ្ណោះវាក៏ជាវិធីសាស្ត្រដ៏ល្អចំពោះយើងក្នុងការរៀនសូត្រពីរបៀបបើកចិត្តផងដែរជាការពិតមានបញ្ហាខ្លះដែលយើងចាំបាច់ត្រូវដោះស្រាយនៅចំពោះមុខទន្ទឹមនឹងនេះក៏នៅមានបញ្ហាខ្លះទៀតដែលមនុស្សយើងខ្លួនឯងទៅវិញទេដែលខំប្រឹងបំផោងឲ្យវាហួសពីការពិតទៅវិញដែលជាហេតុធ្វើឲ្យជីវិតរបស់ពួកគេធ្លាក់ចូលទៅក្នុងអន្ទាក់នៃភាពច្របូកច្របល់សន្តិភាពផ្លូវចិត្តដ៏ពិតប្រាកដរមែងកើតមានឡើងដរាបណាមនុស្សទទួលស្គាល់ការពិតថាការឈឺចាប់និងការរីករាយជោគជ័យនិងបរាជ័យអំណរនិងទុក្ខព្រួយកំណើតនិងការស្លាប់គឺជាអ្វីដែលមនុស្សយើងមិនអាចជៀសផុតបានមនុស្សយើងក៏មិនអាចគេចពីបញ្ហាបាននោះដែរប៉ុន្តែការជួបប្រទះនៅបញ្ហាអាចបង្រៀនឲ្យយើងក្លាយទៅជាមនុស្សដែលកាន់តែមានភាពអត់ធ្មត់ជាងមុននៅក្នុងទស្សនៈរបស់ព្រះពុទ្ធសាសនាទុក្ខលំបាកគឺជាឫសគល់ដ៏សំខាន់នៃការអភិវឌ្ឍនិងសេចក្តីសុខផ្លូវចិត្តនៅពេលដែលមនុស្សយើងជួបប្រទះនៅបញ្ហាវាប្រៀបបីដូចជាឱកាសដ៏ល្អដើម្បីឲ្យបេះដូងរបស់ពួកគេបានភ្ញាក់ឡើងដឹងខ្លួនហើយក៏ដោះលែងចិត្តគំនិតរបស់ពួកគេឲ្យធ្វើដំណើរទៅរកការលូតលាស់ជាទូទៅនៅពេលដែលមនុស្សយើងរស់នៅក្នុងភាពងាយស្រួលពេកយើងប្រហែលជាមិនទទួលបាននូវឱកាសក្នុងការបើកចិត្តបើកគំនិតដើម្បីរៀនសូត្រពីអ្វីដែលថ្មីៗនោះទេ
ការលើកឡើងបែបនេះមិនមែនបានន័យថាអ្នកត្រូវតែស្វែងរកបញ្ហាដើម្បីអភិវឌ្ឍខ្លួនឯងឡើយអ្វីជាគោលគំនិតដ៏សំខាន់នៅទីនេះជំនួសឲ្យការព្យាយាមរត់គេចពីបញ្ហាឬក៏បន់ស្រន់សូមឲ្យបញ្ហាទាំងនោះឃ្លាតឆ្ងាយពីជីវិតរបស់អ្នកគប្បីផ្លាស់ប្ដូរការយល់ឃើញរបស់អ្នកចំពោះបញ្ហាទាំងនោះហើយព្យាយាមទាញយកនៅចំណុចវិជ្ជមានដែលអ្នកអាចរៀនសូត្របានពីបញ្ហាទាំងនោះចំណុចបន្ទាប់ឈប់ស្ដីបន្ទោសឲ្យអ្នកដទៃនៅពេលដែលអ្វីមួយមិនអាចសម្រេចបានទៅតាមការសង្ឃឹមទុករបស់យើងភាគច្រើនតែងតែសន្មតថាវាប្រហែលជាកំហុសរបស់អ្នកដទៃដែលមិនអាចធ្វើឲ្យយើងសម្រេចនៅលទ្ធផលតាមការសង្ឃឹមទុកមួយនោះបានជាទូទៅគំនិតបែបនេះបានកើតមានឡើងនៅគ្រប់ទីកន្លែងទាំងអស់និងស្ទើរតែគ្រប់ពេលវេលានៅក្នុងជីវភាពរស់នៅរបស់មនុស្សយើងម្នាក់ៗនៅពេលដែលរថយន្តមិនដំណើរការយើងតែងតែទម្លាក់កំហុសដាក់ជាងរថយន្តថាជួសជុលវាមិនបានល្អនៅពេលដែលប្រាក់ចំណូលនៅក្នុងគ្រួសារធ្លាក់ចុះយើងប្រហែលជាទម្លាក់កំហុសដាក់ស្វាមីឬក៏ភរិយារបស់យើងថាពួកគេចាយវាយច្រើនពេកនៅពេលដែលផ្ទះរញ៉េរញ៉ៃយើងក៏ប្រហែលជាទម្លាក់កំហុសដាក់កូនតូចរបស់យើងដែលបានលេងច្រើនរហូតដល់ធ្វើឲ្យផ្ទះគ្មានសណ្ដាប់ធ្នាប់និយាយឲ្យខ្លីទៅមនុស្សយើងចូលចិត្តស្ដីបន្ទោសឬក៏ទម្លាក់កំហុសដាក់អ្នកដទៃនៅពេលដែលអ្វីមួយមិនអាចសម្រេចបានទៅតាមការសង្ឃឹមទុករបស់ខ្លួនការស្ដីបន្ទោសអ្នកដទៃបានคล้ายទៅជាទម្លាប់មួយដែលបានកើតឡើងជាធម្មតាទៅហើយនៅក្នុងសង្គមរបស់យើងជាទូទៅយើងស្ដីបន្ទោសអ្នកដទៃព្រោះតែយើងមិនចង់ទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួនឯងយូរទៅសូម្បីតែអារម្មណ៍ខកចិត្តការធ្លាក់ទឹកចិត្តភាពតានតឹងនិងរឿងមិនសប្បាយចិត្តផ្សេងៗក៏យើងស្ដីបន្ទោសថាអ្នកដទៃធ្វើឲ្យយើងទទួលរងនៅអារម្មណ៍និងរឿងមិនល្អទាំងអស់នោះដែរបើនិយាយពីរឿងសុភមង្គលផ្ទាល់ខ្លួនវិញនៅពេលដែលអ្នកស្ដីបន្ទោសអ្នកដទៃអ្នកមិនអាចទទួលបាននូវសេចក្តីសុខផ្លូវចិត្តនោះឡើយតាមពិតទៅនៅពេលខ្លះអ្នកដទៃនឹងស្ថានភាពមួយចំនួនក៏បានចូលរួមចំណែកក្នុងការរាំងស្ទះយើងពីការសម្រេចទៅតាមគោលដៅនោះដែរប៉ុន្តែតួអង្គដែលសំខាន់បំផុតដែលមានតួនាទីទទួលខុសត្រូវចំពោះអ្វីៗគ្រប់យ៉ាងដែលបានកើតឡើងនៅក្នុងឆាកជីវិតរបស់យើងគឺខ្លួនយើងដោយផ្ទាល់នឹងហើយលោកអ្នកអាចសាកល្បងបញ្ឈប់ការស្ដីបន្ទោសអ្នកដទៃមួយរយៈពេលសិនហើយតាមដានមើលលទ្ធផលដែលអ្នកទទួលបានបន្ទាប់ពីអនុវត្តតាមវិធីសាស្ត្រមួយនេះរួចលោកអ្នកនឹងមានអារម្មណ៍ថាលោកអ្នកនឹងទទួលបានសុភមង្គលជាងមុនដែរឬទេជំនួសឲ្យការស្ដីបន្ទោសអ្នកដទៃឬក៏គិតថាពួកគេត្រូវតែទទួលខុសត្រូវចំពោះបញ្ហានានាដែលបានកើតឡើងនៅក្នុងជីវិតរបស់លោកអ្នកក៏បីគិតថាបញ្ហាទាំងអស់នោះគឺជាការទទួលខុសត្រូវរបស់លោកអ្នកហើយលោកអ្នកចាំបាច់ត្រូវតែគ្រប់គ្រងវានិងកែប្រែវាឲ្យត្រឡប់មកជាល្អប្រសើរឡើងវិញទើបជាការប្រសើរតួយ៉ាងនៅពេលដែលលោកអ្នកឃើញផ្ទះគ្មានសណ្ដាប់ធ្នាប់ជំនួសឲ្យការស្ដីបន្ទោសកូនតូចរបស់លោកអ្នកក៏បីគិតថាផ្ទះនេះគឺជាកម្មសិទ្ធិរបស់អ្នកដូច្នេះវាគឺជាការទទួលខុសត្រូវរបស់អ្នកក្នុងការសម្អាតផ្ទះឲ្យមានរបៀបរៀបរយឡើងវិញដូចគ្នានេះដែរជំនួសឲ្យការទម្លាក់កំហុសដាក់ស្វាមីឬក៏ភរិយារបស់អ្នកថាបានចំណាយច្រើនអ្នកក៏បីគិតថារឿងហិរញ្ញវត្ថុរបស់គ្រួសារគឺជាការទទួលខុសត្រូវមួយផ្នែករបស់អ្នកដែរដូច្នេះអ្នកគួរតែស្វែងរកឲ្យឃើញនូវមូលហេតុដែលបណ្ដាលឲ្យប្រាក់ចំណូលនៅក្នុងគ្រួសាររបស់លោកអ្នកធ្លាក់ចុះហើយព្យាយាមស្វែងរកដំណោះស្រាយចំពោះបញ្ហាមួយនោះនៅពេលនេះតើអ្នកអាចប្រៀបធៀបបានហើយឬនៅថារវាងការទម្លាក់កំហុសដាក់អ្នកដទៃនិងការទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងចំពោះខ្លួនអ្នកមួយណាដែលអាចធ្វើឲ្យលោកអ្នកមានសេចក្តីសុខផ្លូវអារម្មណ៍ជាងការស្ដីបន្ទោសអ្នកដទៃនឹងធ្វើឲ្យអ្នកគ្មានអំណាចទៅលើជីវិតផ្ទាល់ខ្លួនរបស់អ្នកឡើយព្រោះការធ្វើបែបនេះប្រៀបបីដូចជាអ្នកផ្ញើសុភមង្គលរបស់ខ្លួនទៅលើសកម្មភាពនិងអាកប្បកិរិយារបស់អ្នកដទៃអញ្ចឹងនៅពេលដែលអ្នកឈប់ស្ដីបន្ទោសអ្នកដទៃអ្នកនឹងទទួលបាននូវអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកមកវិញនៅពេលនោះអ្នកនឹងរកឃើញថាខ្លួនអ្នកផ្ទាល់គឺជាអ្នកបង្កើតជម្រើសសម្រាប់ខ្លួនឯងដូច្នេះហើយសូមចងចាំថារាល់ពេលដែលអ្នកមិនរីករាយអ្នកក៏បីធ្វើឲ្យខ្លួនឯងមានអារម្មណ៍រីករាយមកវិញមិនមែនស្ដីបន្ទោសអ្នកដទៃនោះឡើយចំណុចបន្ទាប់ទៀតចាត់ទុកបញ្ហារបស់អ្នកថាជាគ្រូបង្រៀនដ៏មានសក្តានុពលមនុស្សភាគច្រើនតែងតែយល់ឃើញដូចគ្នាថាប្រភពនៃភាពតានតឹងដ៏ធំបំផុតមួយនៅក្នុងជីវិតរបស់យើងគឺជាបញ្ហាដែលបាននឹងកំពុងជួបប្រទះនេះគឺជាការពិតមួយដែលយើងមិនអាចប្រកែកបានប៉ុន្តែនៅមានការពិតមួយផ្សេងទៀតដែលយើងប្រហែលជាមិនធ្លាប់បានដឹងការពិតមួយនោះគឺស្ថិតនៅត្រង់ថាភាពតានតឹងរបស់យើងមិនមែនអាស្រ័យទៅលើចំនួននៃបញ្ហាដែលយើងទទួលបាននៅក្នុងជីវិតនោះទេប៉ុន្តែវាអាស្រ័យទៅលើវិធីសាស្ត្ររបស់យើងក្នុងការប្រឈមមុខចំពោះបញ្ហាទាំងនោះបញ្ហាតែងតែធ្វើដំណើរចូលមកក្នុងជីវិតរបស់យើងនៅក្នុងទម្រង់ខុសៗគ្នាទំហំផ្សេងៗគ្នានិងកម្រិតនៃភាពដុនដាបមិនដូចគ្នានោះទេប៉ុន្តែបញ្ហាទាំងអស់សុទ្ធសឹងតែមានចំណុចរួមគ្នាមួយពោលគឺនៅពេលដែលបញ្ហាកើតមានឡើងមនុស្សយើងតែងតែប្រាថ្នាសូមឲ្យបញ្ហាទាំងនោះរលត់ផុតទៅដូច្នេះហើយទើបយើងតែងតែធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជំនះទៅលើបញ្ហាទាំងអស់នោះគ
គួរឲ្យនឹកស្ដាយលទ្ធផលដែលយើងទទួលបានមកវិញគឺត្រឹមតែភាពតានតឹងនិងការបង្កើនសម្ពាធផ្លូវចិត្តរបស់ខ្លួនឯងតែប៉ុណ្ណោះដូច្នេះតើយើងគួរធ្វើយ៉ាងណាដើម្បីប្រឈមមុខទៅនឹងបញ្ហាឲ្យបានសមស្របបំផុតអ្វីដែលយើងគួរធ្វើគឺយើងត្រូវចាត់ទុកបញ្ហាជាផ្នែកមួយនៃជីវិតដែលយើងមិនអាចគេចផុតពីវាបានដូច្នេះយើងក៏បីចាត់ទុកបញ្ហាជាគ្រូដែលនឹងផ្ដល់មកឲ្យយើងនៅមេរៀនជីវិតជាច្រើនរាប់មិនអស់ឥឡូវនេះលោកអ្នកសាកល្បងគិតដល់បញ្ហាណាមួយដែលលោកអ្នកធ្លាប់ជួបប្រទះប៉ុន្តែគិតវាតាមរបៀបថ្មីមួយផ្សេងទៀតជំនួសឲ្យការគិតដល់វិធីសាស្ត្រដែលលោកអ្នកគួរធ្វើដើម្បីទប់ទល់ទៅនឹងបញ្ហាមួយនោះអ្នកគួរសួរខ្លួនឯងវិញថាតើបញ្ហាមួយនោះបានផ្ដល់មកឲ្យអ្នកនៅមេរៀនជីវិតអ្វីខ្លះតើវាបានបង្រៀនឲ្យអ្នកអត់ធ្មត់ជាងមុនមែនទេតាមពិតទៅប្រសិនបើអ្នកប្រើផ្នត់គំនិតវិជ្ជមានដើម្បីសម្លឹងមើលទៅកាន់បញ្ហាប្រឈមណាមួយអ្នកក៏នឹងរកឃើញថាបញ្ហាទាំងអស់នោះសុទ្ធសឹងតែបង្កប់នៅមេរៀនជីវិតល្អៗដែលអ្នកអាចរៀនសូត្រពីវាបានដោយទស្សនៈមួយរបស់អ្នកប្រាជ្ញបុរាណចិនខុងជឺដែលបានលើកឡើងថាគ្រប់បញ្ហាសុទ្ធសឹងតែមានសម្រស់របស់វាគ្រាន់តែមនុស្សគ្រប់គ្នាមិនមែនសុទ្ធតែអាចមើលឃើញវាបាននោះឡើយចំណុចបន្ទាប់សូមទទួលស្គាល់ភាពជាខ្លួនឯងនៅក្នុងខ្សែភាពយន្តកំ pl រឿង Zomba the Great តួអង្គឯកនៅក្នុងរឿងនេះបានចាត់ទុកខ្លួនគាត់ថាជាគ្រោះមហន្តរាយតាមពិតទៅមនុស្សយើងទាំងអស់គ្នាសុទ្ធសឹងតែជាគ្រោះមហន្តរាយគ្រាន់តែយើងមិនបានដឹងពីការពិតមួយនេះហើយតែងតែគិតថាខ្លួនឯងគឺជាមនុស្សដែលល្អឥតខ្ចោះដូច្នេះហើយវិធីសាស្ត្រមួយគួរតែអនុវត្តដើម្បីរក្សាបាននូវភាពស្ងប់សុខផ្នែកផ្លូវចិត្តលោកអ្នកគួរតែត្រូវទទួលស្គាល់នូវការពិតថាគ្មានមនុស្សណាម្នាក់ដែលល្អឥតខ្ចោះនោះទេដូច្នេះអ្នកត្រូវតែពេញចិត្តទៅនឹងភាពជាខ្លួនឯងមូលហេតុដ៏សំខាន់ជាងគេមួយដែលលោកអ្នកត្រូវតែទទួលស្គាល់ភាពជាខ្លួនឯងនោះគឺវានឹងធ្វើឲ្យអ្នកថយចុះនៅសម្ពាធដែលអ្នកបានដាក់ទៅលើខ្លួនឯងតួយ៉ាងនៅពេលដែលអ្នកធ្វើអ្វីមួយឬក៏មានអារម្មណ៍ខុសឆ្គងអ្នកមិនចាំបាច់ដាក់សម្ពាធលើខ្លួនឯងពេកទេប៉ុន្តែអ្នកគួរតែគិតថាដោយសារតែអ្នកមិនមែនជាមនុស្សដែលល្អឥតខ្ចោះទើបការបង្កើតនៅកំហុសម្ដងម្កាលគឺជារឿងដែលសាមញ្ញបំផុតប្រសិនបើអ្នកមានអារម្មណ៍ច្រណែនលោភលន់ឬក៏ខឹងបន្តិចអ្នកក៏មិនចាំបាច់ខំប្រឹងលាក់អារម្មណ៍នោះឡើយប៉ុន្តែគួរតែទទួលស្គាល់ការពិតថាវាសុទ្ធសឹងតែជាអារម្មណ៍ធម្មតារបស់មនុស្សហើយអ្វីដែលលោកអ្នកគួរធ្វើគឺការស្វែងរកវិធីសាស្ត្រដើម្បីគ្រប់គ្រងឲ្យវាមានប្រសិទ្ធភាពនៅពេលដែលអ្នកទទួលស្គាល់ភាពមិនល្អឥតខ្ចោះនៃខ្លួនរបស់អ្នកនៅពេលនោះរឿងល្អៗនឹងកើតមានឡើងចំពោះជីវិតរបស់លោកអ្នកជាក់ជាមិនខាននៅក្នុងភាពអវិជ្ជមានទាំងនោះអ្នកនឹងស្វែងរកឃើញនៅចំណុចវិជ្ជមាននិងគុណសម្បត្តិល្អៗជាច្រើនអំពីខ្លួនអ្នកតួយ៉ាងនៅក្នុងគំនិតអាត្មានិយមដែលអ្នកគិតថាខ្លួនឯងកំពុងតែមានអ្នកក៏ប្រហែលជាអាចនឹងស្វែងរកឃើញនៅភាពក្លាហានដែលបង្កប់នៅក្នុងភាពអាត្មានិយមនោះផងដែរនិយាយជារួមទៅនៅពេលដែលអ្នកមិនបានចាត់ទុកថាខ្លួនអ្នកជាមនុស្សដែលល្អឥតខ្ចោះហើយគិតថាខ្លួនឯងជាមនុស្សសាមញ្ញម្នាក់ដែលនៅតែអាចបង្កកំហុសបានលោកអ្នកមិនត្រឹមតែបន្ថយសម្ពាធទៅលើខ្លួនឯងប៉ុណ្ណោះទេគឺថែមទាំងអាចស្វែងរកឃើញនូវគុណសម្បត្តិរបស់ខ្លួនដែលបង្កប់នៅក្នុងភាពអវិជ្ជមានទាំងនោះបានទៀតផងភាពស្រស់ស្អាតចាប់ផ្ដើមកើតមានឡើងនៅពេលដែលអ្នកជ្រើសរើសធ្វើជាខ្លួនឯងចំណុចបន្ទាប់រក្សាភាពស្ងប់ស្ងាត់នៃចិត្តគំនិតលោកប៉ាស្កាល់បាននិយាយថាបញ្ហាទាំងអស់របស់មនុស្សចាប់ផ្ដើមកើតមានឡើងនៅពេលដែលពួកគេមិនអាចរក្សាភាពស្ងប់ស្ងាត់នៅក្នុងបន្ទប់តែម្នាក់ឯងបានជាទូទៅភាពស្ងប់ស្ងាត់ផ្នែកខាងក្រៅរបស់មនុស្សរមែងមានប្រភពមកពីភាពស្ងប់ស្ងាត់ដែលស្ថិតនៅខាងក្នុងខ្លួនរបស់ពួកគេបច្ចុប្បន្ននេះមានបច្ចេកទេសជាច្រើនដែលអាចធ្វើឲ្យចិត្តរបស់មនុស្សយើងមានភាពស្ងប់ស្ងៀមបានប៉ុន្តែវិធីសាស្ត្រមួយដែលត្រូវបានគេយកមកប្រើជាសកលនោះគឺការធ្វើសមាធិការចំណាយពេលធ្វើសមាធិត្រឹមតែ5ទៅ10នាទីក្នុងមួយថ្ងៃក៏អាចធ្វើឲ្យអ្នកទទួលបាននូវចិត្តគំនិតដ៏ស្ងប់ស្ងាត់មួយបានដែរភាពស្ងប់ស្ងាត់មួយនេះនឹងដើរតួយ៉ាងសំខាន់នៅក្នុងជីវិតរបស់អ្នកដោយវានឹងធ្វើឲ្យអ្នកមានប្រតិកម្មតិចជាងមុនចំពោះរឿងរ៉ាវផ្សេងៗហើយលោកអ្នកក៏អាចបើកចិត្តនិងទទួលយកនូវគំនិតទស្សនៈថ្មីៗចូលមកក្នុងជីវិតរបស់លោកអ្នកបានផងដែរមិនត្រឹមតែប៉ុណ្ណោះការធ្វើសមាធិក៏បង្រៀនឲ្យអ្នកចេះពីវិធីសាស្ត្រក្នុងការសម្រាកលំហែទាំងផ្លូវកាយទាំងផ្លូវចិត្តផងដែរសូមចាំថាអ្នកនឹងក្លាយទៅជាអ្វីដែលអ្នកអនុវត្តច្រើនបំផុតការអនុវត្តដដែលៗគឺជាគោលការណ៍គ្រឹះដ៏សំខាន់មួយនៅក្នុងការកំណត់វិថីជីវិតរបស់អ្នកនៅពេលដែលអ្នកអនុវត្តទៅតាមគោលគំនិតឬក៏វិធីសាស្ត្រមួយជាច្រើនលើកច្រើនសារវាក៏នឹងក្លាយទៅជាផ្នែកមួយនៃជីវិតរបស់អ្នកតួយ៉ាងប្រសិនបើអ្នកតែងតែចាត់ទុករឿងកំពេចកំពកជាបញ្ហាធំនៅក្នុងជីវិតរបស់អ្នកក៏នឹងក្លាយទៅជាមនុស្សដែលមានអត្តចរិតបែបហ្នឹងពោលគឺអ្នកតែងតែមើលឃើញអ្វីៗគ្រប់យ៉ាងជាបញ្ហាជាប្រចាំអាស្រ័យហេតុនេះប្រសិនបើអ្នកចង់ក្លាយទៅជាមនុស្សវិជ្ជមានអ្នកក៏បីអនុវត្តនៅសកម្មភាពនិងវឹកហាត់ការគិតបែបវិជ្ជមានឲ្យបានជាប្រចាំមិនមែនផ្ដេកផ្ដួលតែទៅលើភាពអវិជ្ជមាននោះទេ
ជាក់ស្ដែងអ្នកអាចប្រកាន់ខ្ជាប់នៅអរិយាប័ត្រនៃការអាណិតអាសូរភាពអត់ធ្មត់សុភាពរាបសារនិងភាពស្ងប់ស្ងាត់បន្ទាប់មកអរិយាប័ត្រទាំងនោះក៏នឹងคล้ายទៅជាអត្តចរិតលក្ខណៈរបស់អ្នកជាក់ជាមិនខានដូច្នេះហើយជំរឿគឺស្ថិតនៅលើខ្លួនអ្នកផ្ទាល់ថាអ្នកចង់ធ្វើជាមនុស្សវិជ្ជមានឬក៏ជាមនុស្សអវិជ្ជមានចំណុចបន្ទាប់សូមកុំអើពើចំពោះគំនិតអវិជ្ជមាននៅក្នុងមួយថ្ងៃមនុស្សយើងគិតជាមធ្យមរហូតទៅដល់ 50,000 ដងដែលនេះធ្វើឲ្យមនុស្សយើងបង្កើតបាននូវគំនិតថ្មីៗជាច្រើនរាប់មិនអស់នៅក្នុងចំណោមគំនិតទាំងនោះមានខ្លះគឺជាគំនិតវិជ្ជមានស្របពេលដែលខ្លះទៀតគឺជាគំនិតអវិជ្ជមានជាអកុសលមនុស្សយើងរមែងធ្លាក់ចូលទៅក្នុងអន្ទាក់នៃអារម្មណ៍អវិជ្ជមានដែលរួមមានការខឹងការភ័យខ្លាចទុតិយនិយមនិងការព្រួយបារម្ភដូច្នេះភាពខុសគ្នារវាងមនុស្សរីករាយនិងមនុស្សដែលមានបញ្ហាផ្លូវចិត្តមិនមែនស្ថិតនៅត្រង់ថាអ្នកណាមានគំនិតអវិជ្ជមានតិចឬច្រើននោះទេប៉ុន្តែស្ថិតនៅលើជំរឿក្នុងការរស់នៅដោយគំនិតវិជ្ជមានឬក៏អវិជ្ជមានតែប៉ុណ្ណោះតាមពិតទៅមនុស្សយើងម្នាក់ៗសិតសឹងតែមានជំរឿក្នុងការប្រឈមមុខចំពោះគំនិតអវិជ្ជមាននៅក្នុងនោះយើងអាចយកចិត្តទុកដាក់ទាំងស្រុងទៅលើវាឬក៏យកចិត្តទុកដាក់ខ្លះៗឬក៏មិនយកចិត្តទុកដាក់ចំពោះវាទាំងស្រុងតាមពិតទៅគំនិតរបស់មនុស្សយើងមិនថាតែវិជ្ជមានឬក៏អវិជ្ជមានគឺគ្រាន់តែជាគំនិតប៉ុណ្ណោះហើយវាក៏មិនអាចមានឥទ្ធិពលអ្វីចំពោះជីវិតរបស់យើងដោយគ្មានការអនុញ្ញាតពីយើងបានដែរជាឧទាហរណ៍លោកអ្នកអាចនឹងមានអារម្មណ៍តូចចិត្តនៅពេលដែលឪពុកម្ដាយរបស់លោកអ្នកមិនសូវបានយកចិត្តទុកដាក់នៅក្នុងការមើលថែទាំលោកអ្នកកាលពីនៅតូចហើយប្រសិនបើអ្នកផ្ដោតទៅលើអារម្មណ៍មួយនោះខ្លាំងពេករយៈពេលពេញមួយថ្ងៃឬក៏មួយសប្តាហ៍របស់លោកអ្នកប្រកាសជាពោពេញទៅដោយសេចក្តីតូចចិត្តនោះជាក់ជាមិនខានផ្ទុយទៅវិញបើអ្នកជ្រើសរើសបំភ្លេចវាចោលហើយផ្ដោតសំខាន់ទៅលើអ្វីផ្សេងដែលមានប្រយោជន៍ជាងនេះអារម្មណ៍តូចចិត្តដែលមានប្រភពមកពីគំនិតមួយនេះច្បាស់ជាមិនអាចជះឥទ្ធិពលអ្វីមកលើអ្នកបាននោះឡើយសរុបជារួមទៅប្រសិនបើអ្នកប្រងើយកន្តើយឬក៏ច្រានចោលនៅគំនិតអវិជ្ជមានទាំងឡាយណាដែលបានកើតឡើងនៅក្នុងចិត្តរបស់លោកអ្នកចិត្តគំនិតរបស់លោកអ្នកទាំងមូលនឹងពោពេញទៅដោយសេចក្តីស្ងប់សុខដែលនឹងបើកឱកាសឲ្យអ្នកមានសុភមង្គលនិងភាពច្នៃប្រឌិតជាងពេលដែលអ្នកកំពុងតែស្ថិតនៅក្នុងភាពច្របូកច្របល់ការអនុវត្តទៅតាមវិធីសាស្ត្រមួយនេះប្រហែលជាអាចនឹងពិបាកនៅពេលដំបូងប៉ុន្តែអ្នកនឹងទទួលបាននូវផលគួរជាទីគាប់ចិត្តរឿងល្អៗរមែងកើតមានឡើងនៅក្នុងជីវិតនៅពេលដែលអ្នកហុំព័ទ្ធខ្លួនឯងដោយមនុស្សវិជ្ជមានចំណុចសំខាន់បន្ទាប់ទៀតរឹបឲ្យដល់10កាលពីខ្ញុំនៅតូចឪពុកម្ដាយរបស់ខ្ញុំតែងតែរឹបលេខលឺពី0ដល់10នៅពេលដែលគាត់ខឹងខ្ញុំនិងប្អូនស្រីរបស់ខ្ញុំម្ដងវាគឺជាយុទ្ធសាស្ត្រមួយដែលគាត់រួមទាំងឪពុកម្ដាយជាច្រើនផ្សេងទៀតបានប្រើដើម្បីធ្វើឲ្យខ្លួនឯងចិត្តត្រជាក់មុនពេលសម្រេចចិត្តធ្វើអ្វីបន្ទាប់ខ្ញុំបានយកយុទ្ធសាស្ត្រមួយនេះមកប្រើប៉ុន្តែខ្ញុំបានកែច្នៃវាទៅជាការប្រើដង្ហើមវិញអ្វីដែលអ្នកត្រូវធ្វើនៅពេលដែលអ្នកខឹងគឺអ្នកត្រូវដកដង្ហើមឲ្យវែងបន្ទាប់មកអ្នកត្រូវធ្វើឲ្យរាងកាយទាំងមូលមានភាពធូរស្រាលសំដកដង្ហើមចេញមកវិញអ្នកត្រូវធ្វើបែបនេះដដែលព្រមដោយការរឹបលេខឲ្យបានយ៉ាងតិចដល់10ប្រសិនបើអ្នកពិតជាខឹងខ្លាំងអ្នកអាចបន្តទៅដល់លេខ25បានប៉ុន្តែការធ្វើបែបនេះគឺប្រៀបបីដូចជាការជំរះចិត្តរបស់លោកអ្នកដោយការតាំងសមាធិអញ្ចឹងការរួមបញ្ចូលគ្នារវាងការរឹបលេខនិងការដកដង្ហើមនឹងធ្វើឲ្យលោកអ្នកមានអារម្មណ៍ធូរស្បើយហើយបន្ទាប់ពីបានធ្វើវាចប់លោកអ្នកនឹងមិនងាយមានអារម្មណ៍ខឹងសម្បារតទៅទៀតដែរការអនុវត្តនៅវិធីសាស្ត្រមួយនេះក៏មានប្រសិទ្ធភាពផងដែរនៅក្នុងការបន្ធូរអារម្មណ៍ពីភាពតានតឹងចំណុចបន្ទាប់ទៀតគឺសម្រាកការសម្រាកលំហែកាយមានអត្ថន័យយ៉ាងណាបើទោះបីជាបានលើពាក្យនេះរឹបប៉ុណ្ណឹងក៏ដោយក៏មិនប្រកាសថាមនុស្សភាគច្រើនបានយកពាក្យនេះមកគិតពិចារណាឲ្យបានស៊ីជម្រៅនិងអនុវត្តវានៅក្នុងជីវិតរស់នៅជាក់ស្ដែងរបស់ខ្លួននោះដែរនៅពេលដែលអ្នកសួរមនុស្សម្នាគ្រប់គ្នាថាតើការសម្រាកចំពោះពួកគេមានអត្ថន័យបែបណាភាគច្រើនពួកគេនឹងឆ្លើយថាការសម្រាកលំហែគឺជាអ្វីដែលពួកគេក្រុងនឹងធ្វើនៅក្នុងអំឡុងវិសមកាលនៅពេលដែលពួកគេចូលនិវត្តន៍ឬក៏នៅពេលណាដែលពួកគេបានបញ្ចប់អ្វីៗគ្រប់យ៉ាងដោយជោគជ័យចម្លើយទាំងនេះបានបង្ហាញឲ្យអ្នកឃើញថាមនុស្សយើងភាគច្រើនបានចំណាយពេលវេលារបស់ខ្លួនអស់ជាច្រើនចំពោះភាពស្លន់ស្លោនិងការបំពេញការងារបែបប្រញាប់ប្រញាល់ហើយពួកគេចំណាយពេលវេលាតិចតួចបំផុតចំពោះការធ្វើឲ្យអារម្មណ៍របស់ខ្លួនមានភាពស្ងប់ស្ងាត់និងធូរស្បើយមនុស្សយើងភាគច្រើនមិនអនុញ្ញាតឲ្យខ្លួនឯងបានសម្រាកនោះទេដរាបណាដែលកិច្ចការដែលត្រូវធ្វើរបស់យើងមិនទាន់បានបញ្ចប់ការធ្វើបែបនេះមិនមែនជារឿងមួយដ៏ត្រឹមត្រូវនោះឡើយតាមពិតទៅវាជារឿងមួយដ៏ល្អនៅពេលដែលមនុស្សយើងគិតថា
ការសម្រាកគឺជាសកម្មភាពដ៏សំខាន់នៅក្នុងការជួយបង្កើនគុណភាពរបស់បេះដូងដែលយើងគួរធ្វើឲ្យបានជាប់ជាប្រចាំជាជាងទុកវាចោលហើយធ្វើវានៅពេលក្រោយឬក៏ធ្វើបន្ទាប់ពីសកម្មភាពណាផ្សេងទៀតគ្រាន់តែបន្ធូរអារម្មណ៍តានតឹងរបស់ខ្លួនឯងអ្នកអាចធ្វើនៅពេលណាក៏បានដែរមិនចាំបាច់ទន្ទឹងរង់ចាំអ្វីទេជាទូទៅនៅពេលដែលអ្នកមានអារម្មណ៍ល្អមិនតានតឹងគុណភាពនៃការងាររបស់អ្នកក៏នឹងស្ថិតនៅក្នុងកម្រិតមួយខ្ពស់ដូចគ្នាជាឧទាហរណ៍នៅពេលដែលខ្ញុំមានអារម្មណ៍តានតឹងខ្លាំងខ្ញុំសរសេរអ្វីក៏មិនចេញដែរប៉ុន្តែនៅពេលដែលខ្ញុំមានអារម្មណ៍ធូរស្បើយគំនិតនៃការសរសេររបស់ខ្ញុំក៏បានហូរចេញមកយ៉ាងលឿនហើយខ្ញុំក៏អាចសរសេរបានយ៉ាងងាយស្រួលចិត្តរបស់អ្នកនឹងឆ្លើយសំណួរជាច្រើនប្រសិនបើអ្នករៀនសូត្រពីរបៀបសម្រាកនិងការរង់ចាំចម្លើយសូមអរគុណនៅពេលដែលអ្នកមានអារម្មណ៍ល្អនិងព្យាយាមទប់ខ្លួនឯងនៅពេលដែលអ្នកមានអារម្មណ៍មិនល្អមនុស្សដែលមានសុភមង្គលបំផុតនៅលើពិភពលោកយើងនេះមិនមែនតែងតែមានអារម្មណ៍សប្បាយរីករាយរហូតនោះទេតាមពិតទៅមនុស្សទាំងឡាយដែលសប្បាយចិត្តបំផុតសុទ្ធសឹងតែធ្លាប់ជួបប្រទះនៅបញ្ហាការខកចិត្តនិងការឈឺចិត្តជារឿយៗភាពខុសគ្នារវាងមនុស្សរីករាយនិងមនុស្សដែលមិនរីករាយមិនមែនស្ថិតនៅត្រង់ថានរណាម្នាក់មានអារម្មណ៍ល្អជាងនរណាម្នាក់ទៀតនោះទេប៉ុន្តែវាស្ថិតនៅត្រង់សមត្ថភាពក្នុងការប្រឈមមុខចំពោះអារម្មណ៍មិនល្អទៅវិញទេចំពោះមនុស្សជាច្រើននៅពេលដែលពួកគេកំពុងមានអារម្មណ៍មិនល្អពួកគេធ្វើដំណើរទៅធ្វើការដោយយកទាំងអារម្មណ៍មិនល្អនោះទៅជាមួយផងដែរពួកគេយកចិត្តទុកដាក់ទៅលើអារម្មណ៍របស់ខ្លួនឯងយ៉ាងខ្លាំងដែលខំប្រឹងគិតតែពីមូលហេតុមួយនេះឬក៏មួយនោះដែលធ្វើឲ្យខ្លួនមានអារម្មណ៍មិនល្អបែបនេះនិយាយជារួមទៅពួកគេផ្ដោតតែទៅលើវិធីក្នុងការងើបចេញពីអារម្មណ៍មិនល្អជាជាងការស្វែងរកដំណោះស្រាយដើម្បីឲ្យគ្រប់យ៉ាងត្រឡប់មកល្អប្រសើរឡើងវិញនៅពេលអ្នកសង្កេតមើលទៅកាន់មនុស្សដែលមានអារម្មណ៍ស្ងប់ស្ងៀមអ្នកក៏នឹងឃើញថានៅពេលពួកគេមានអារម្មណ៍ល្អពួកគេពិតជាមានអំណរខ្លាំងណាស់ពួកគេយល់ថាទាំងអារម្មណ៍វិជ្ជមានទាំងអារម្មណ៍អវិជ្ជមានសុទ្ធសឹងតែអាចកើតឡើងនិងរសាត់បាត់ទៅវិញហើយបើទោះបីជាពួកគេមានអារម្មណ៍ល្អយ៉ាងណាក៏គង់តែមានថ្ងៃណាមួយដែលពួកគេត្រូវទទួលរងនៅអារម្មណ៍មិនល្អដូចគ្នាដែរចំពោះមនុស្សរីករាយពួកគេគិតថាវាគឺជារឿងធម្មតាទេដែលពួកគេត្រូវស្ថិតនៅក្រោមឥទ្ធិពលនៃអារម្មណ៍ផ្សេងគ្នានោះដូច្នេះនៅពេលដែលពួកគេមានការធ្លាក់ទឹកចិត្តខឹងមួម៉ៅឬក៏មានអារម្មណ៍តានតឹងពួកគេនឹងប្រឈមមុខជាមួយនឹងអារម្មណ៍ទាំងនោះដោយបើកចំហនិងគិតពិចារណាយ៉ាងហ្មត់ចត់ជំនួសឲ្យការប្រឆាំងតទល់ទៅនឹងអារម្មណ៍របស់ខ្លួនពួកគេបណ្ដោយឲ្យវាកន្លងហួសទៅព្រោះពួកគេបានដឹងរួចជាស្រេចទៅហើយថាអារម្មណ៍មិនល្អទាំងឡាយនោះគង់តែរសាត់បាត់ទៅមនុស្សដែលមានសុភមង្គលបំផុតដែលខ្ញុំធ្លាប់បានស្គាល់សុទ្ធសឹងតែជាមនុស្សដែលធ្លាប់ទទួលនៅអារម្មណ៍ពិបាកចិត្តប៉ុន្តែពួកគេហាក់បីដូចជាមិនបានខ្វល់ឬក៏គិតអំពីវាជ្រុលហួសហេតុពេករហូតដល់ភ្លេចផ្ដោតអារម្មណ៍ទៅលើអ្វីផ្សេងនោះទេចាប់ពីពេលនេះតទៅរាល់ពេលដែលអ្នកមានអារម្មណ៍មិនល្អសូមព្យាយាមបន្ធូរអារម្មណ៍របស់ខ្លួនហើយក៏មិនត្រូវអនុញ្ញាតឲ្យអារម្មណ៍មិនល្អទាំងនោះគ្របដណ្ដប់មកលើអ្នកបានឡើយរាល់ពេលដែលរឿងអាក្រក់ណាមួយកើតមានឡើងសូមរក្សាភាពស្ងប់ស្ងៀមដកដង្ហើមនិងផ្ដោតអារម្មណ៍ទៅលើភាពវិជ្ជមានចំណុចបន្ទាប់ទៀតសូមកុំដាក់ដែនកំណត់លើខ្លួនឯងមនុស្សជាច្រើនបានចំណាយពេលថាមពលអស់យ៉ាងច្រើនដើម្បីដាក់ដែនកំណត់មកលើខ្លួនឯងថាខ្ញុំមិនអាចធ្វើបានទេខ្ញុំមិនអាចកែប្រែបានទេខ្ញុំតែងតែបែបនេះខ្ញុំនឹងមិនមានទំនាក់ទំនងស្នេហាទេនិងការអះអាងអវិជ្ជមានជាច្រើនផ្សេងទៀតដើម្បីដាក់កំណត់ទៅលើខ្លួនឯងគំនិតរបស់យើងគឺជាឧបករណ៍មួយដ៏មានឥទ្ធិពលនៅពេលដែលយើងកំណត់ថាអ្វីមួយគឺជាការពិតឬជាអ្វីដែលយើងមិនអាចធ្វើឲ្យលើសពីនេះបានអ្វីមួយនោះក៏នឹងคล้ายទៅជាដែនកំណត់របស់យើងប្រៀបបីដូចជាយើងបង្កើតឧបសគ្គរារាំងដោយខ្លួនឯងអញ្ចឹងជាឧទាហរណ៍នៅពេលដែលអ្នកប្រាប់ខ្លួនឯងថាខ្ញុំមិនអាចសរសេរបានទេអ្នកនឹងព្យាយាមស្វែងរកហេតុផលផ្សេងៗទៀតដើម្បីគ្រប់គ្រងការអះអាងរបស់អ្នកទាំងនោះលោកអ្នកប្រហែលជានឹកគិតដល់ពេលវេលាមួយដែលអ្នកសរសេរអត្ថបទមិនចេញឬក៏សរសេរអត្ថបទដំបូងមិនបានល្អជាដើមហើយជីវិតរបស់អ្នកនឹងត្រូវបានរាំងស្ទះនិងបំពេញទៅដោយដែនកំណត់មួយនោះមិនខានដូច្នេះដើម្បីបើកឱកាសឲ្យខ្លួនឯងឆ្ពោះទៅរកអ្វីមួយដែលជាក្តីស្រមៃចូលបញ្ឈប់ការរិះគន់ឬក៏ដាក់ដែនកំណត់លើខ្លួនឯងបន្តទៀតទៅអតិថិជនម្នាក់បានប្រាប់ខ្ញុំថាខ្ញុំមិនអាចរក្សាទំនាក់ទំនងស្នេហាឲ្យបានល្អនោះទេខ្ញុំតែងតែធ្វើឲ្យរឿងគ្រប់យ៉ាងคล้ายទៅជាច្របូកច្របល់ជាការពិតគ្រប់ពេលដែលនាងបានជួបនរណាម្នាក់នាងតែងតែរំពឹងគិតដល់ហេតុផលដែលមនុស្សម្នាក់ទាំងនោះអាចនឹងចាក់ចេញពីនាងនៅថ្ងៃណាមួយប្រសិនបើនាងទៅយឺតនៅពេលណាត់ជួបជាមួយនឹងគាត់នាងនឹងប្រាប់គាត់ថាខ្ញុំតែងតែយឺតប្រសិនបើពួកគេមានការខ្វែងគំនិតគ្នានាងតែងតែនិយាយប្រាប់ទៅគាត់ថាខ្ញុំតែងតែឆ្លោះប្រកែកគ្នាបែបនេះមិនយូរមិនឆាប់នាងបានបង្ហាញឲ្យដៃគូរបស់នាងបានឃើញថានាងមិនស័ក្តិសមនឹងទទួលយកការស្រឡាញ់ពីគេនោះឡើយ
អ្វីដែលនាងត្រូវធ្វើនៅពេលនេះគឺបញ្ឈប់ការសង្ឃឹមទុកថាអ្វីគ្រប់យ៉ាងក៏នឹងคล้ายទៅជាបញ្ហានាងបានដាក់ដែនកំណត់ចំពោះខ្លួនឯងថានៅពេលដែលមានចំនួននាងត្រូវតែឆ្លោះដូច្នេះនាងគួរតែដកដែនកំណត់នោះចោលមិនប្រកាសថារាល់ពេលដែលមានចំនួននាងត្រូវតែឆ្លោះនោះទេនាងអាចធ្វើជាអ្នកសម្របសម្រួលឬក៏បន្ធូរបន្ថយស្ថានភាពឲ្យមកជាល្អប្រសើរឡើងវិញក៏បាននាងបានដាក់ដែនកំណត់ថានាងមិនអាចរក្សាទំនាក់ទំនងស្នេហាឲ្យបានល្អឡើយប៉ុន្តែតាមពិតទៅប្រសិនបើនាងប្រឹងប្រែងជាងមុនបន្តិចអ្វីគ្រប់យ៉ាងប្រកាសជាល្អជាងមុននៅពេលដែលនាងផ្លាស់ប្ដូរទម្លាប់អវិជ្ជមានបែបនេះចោលជីវិតរបស់នាងក៏ត្រឡប់មកជាពោពេញទៅដោយភាពវិជ្ជមានវិញចំណុចបន្ទាប់ចូលធ្វើអំពើល្អឲ្យបានច្រើនទោះបីធ្វើអ្វីក៏ដោយតាមពិតទៅมันមានការកំណត់បទបញ្ញត្តិណាមួយដែលតម្រូវឲ្យអ្នកធ្វើអំពើល្អដោយមិនរើសមុខនោះទេព្រោះនេះគឺជាសកម្មភាពដែលកាត់ចេញពីចិត្តការធ្វើអំពើល្អដើម្បីសុភមង្គលផ្លូវចិត្តមិនតម្រូវឲ្យអ្នកត្រូវតែធ្វើអ្វីមួយដោយជាក់លាក់នោះទេវាអាចជាសកម្មភាពចម្រុះទាំងតូចទាំងធំដូចជាការរើសសម្រាមនៅក្នុងតំបន់ឬក៏សង្កាត់ដែលអ្នករស់នៅការរៀបចំបរិច្ចាគសប្បុរសធម៌ដោយអនាមិកជួយសង្គ្រោះសត្វឬក៏ធ្វើជាអ្នកស្ម័គ្រចិត្តផ្ដល់អាហារដល់មនុស្សដែលកំពុងតែស្រេកឃ្លាននៅក្នុងព្រះវិហារឬក៏ទីជម្រកណាមួយជាដើមបើសិនជាអ្នកគិតថាសកម្មភាពទាំងនេះនៅតិចតួចពេកអ្នកអាចនឹងធ្វើអ្វីផ្សេងទៀតលើពីនេះក៏បានអាស្រ័យទៅលើទឹកចិត្តរបស់អ្នកផ្ទាល់អ្វីដែលសំខាន់លោកអ្នកត្រូវតែចងចាំថាការផ្ដល់ឲ្យគឺជារឿងដែលសប្បាយហើយវាមិនចាំបាច់ទាល់តែជារបស់ថ្លៃនោះទេហេតុផលដ៏ល្អបំផុតក្នុងការធ្វើអំពើល្អដោយមិនរើសមុខគឺវានឹងនាំមកនូវការពេញចិត្តនិងគុណតម្លៃនៅក្នុងជីវិតរបស់អ្នកសកម្មភាពនៃការធ្វើអំពើល្អនីមួយៗនឹងផ្ដល់រង្វាន់តបស្នងដល់អ្នកវិញគួរជាទីពេញចិត្តដោយអារម្មណ៍វិជ្ជមានហើយវានឹងផ្ដល់ឲ្យអ្នកនៅឱកាសនៅក្នុងការសម្លឹងមើលទៅកាន់ពិភពលោកនៅលើជ្រុងថ្មីមួយដែលពោពេញទៅដោយសេចក្តីស្រឡាញ់និងការដឹងគុណអាស្រ័យដោយបានរៀបរាប់ខាងលើប្រសិនបើយើងទាំងអស់គ្នាចូលរួមចំណែកធ្វើអំពើល្អរៀងៗខ្លួនមិនយូរមិនឆាប់នោះទេយើងនឹងរស់នៅក្នុងពិភពលោកមួយដែលល្អជាងនេះចាក់ជាមិនខានអំពើល្អគឺជាភាសាមួយដែលមនុស្សថ្លង់អាចស្ដាប់ឮហើយមនុស្សខ្វាក់ក៏អាចមើលឃើញចំណុចសំខាន់បន្តទៀតកាត់បន្ថយការទទួលយកនៅអារម្មណ៍តានតឹងនៅក្នុងសង្គមយើងសពថ្ងៃនេះយើងប្រហែលជាព្យាយាមស្វែងរកមនុស្សម្នាក់ដែលកំពុងតែស្ថិតនៅក្នុងអារម្មណ៍តានតឹងជាខ្លាំងឬក៏មនុស្សម្នាក់ដែលអាចទប់ទល់ជាមួយនឹងអារម្មណ៍តានតឹងខ្លាំងបានឬក៏មនុស្សទាំងឡាយណាដែលកំពុងតែស្ថិតនៅក្រោមសម្ពាធយ៉ាងធ្ងន់ធ្ងរនៅពេលដែលលើគេនិយាយថាខ្ញុំបានធ្វើការយ៉ាងហត់នឿយលំបាកខ្លាំងណាស់ឬខ្ញុំពិតជាមានអារម្មណ៍ស្មុគស្មាញយ៉ាងខ្លាំងយើងតែងតែកោតសរសើរថាមនុស្សម្នាក់នោះពិតជាពូកែក្នុងការទប់ទល់ទៅនឹងភាពតានតឹងណាស់ហើយថែមទាំងជំរុញទឹកចិត្តគេឲ្យបន្តធ្វើបែបនេះទៀតក្នុងនាមខ្ញុំជាអ្នកប្រឹក្សាផ្នែកផ្លូវអារម្មណ៍ខ្ញុំបានស្ដាប់ឮយ៉ាងសាំត្រជាក់ទៅហើយនៅពាក្យសម្ដីមួយឃ្លាដែលមនុស្សជាច្រើនបាននិយាយដោយមោទនភាពថាខ្ញុំមានការអត់ធ្មត់ខ្ពស់នៅក្នុងការធ្វើការក្រោមសម្ពាធស្ទើរតែជារៀងរាល់ថ្ងៃវាលែងជារឿងដែលគួរឲ្យភ្ញាក់ផ្អើលតទៅទៀតហើយនៅពេលដែលអារម្មណ៍តានតឹងទាំងនោះកាន់តែកើនឡើងខ្លាំងទៅចំពោះពួកគេនៅពេលដែលពួកគេចូលមកជួបខ្ញុំនៅក្នុងការិយាល័យពួកគេតែងតែសង្ឃឹមថានឹងទទួលបាននូវយុទ្ធសាស្ត្រដើម្បីបង្កើតការអត់ធ្មត់ចំពោះផ្លូវអារម្មណ៍តានតឹងឲ្យកាន់តែខ្លាំងឡើងដូច្នេះពួកគេក៏អាចទប់ទល់ជាមួយនឹងបញ្ហានានាបានកាន់តែច្រើនដែរជាទូទៅកម្រិតនៃអារម្មណ៍តានតឹងរបស់យើងគឺអាស្រ័យទៅលើកម្រិតនៃការអត់ធ្មត់របស់ពួកយើងចំពោះអារម្មណ៍តានតឹងមួយនោះលោកអ្នកអាចសង្កេតមើលដោយខ្លួនឯងបានថាមនុស្សដែលនិយាយថាខ្ញុំអាចត្រឹមនឹងសម្ពាធខ្លាំងបានមនុស្សនោះនឹងតែងតែស្ថិតនៅក្រោមការតានតឹងខ្លាំងជានិច្ចដូច្នេះប្រសិនបើអ្នកបង្រៀនមនុស្សឲ្យបង្កើតការអត់ធ្មត់ចំពោះសម្ពាធនឹងកាន់តែកើនឡើងទៅលើពួកគេតាមពិតទៅអ្វីដែលមនុស្សត្រូវធ្វើនៅពេលបញ្ហាកើតមានឡើងមិនមែនការទប់ទល់ទៅនឹងសម្ពាធដែលបណ្ដាលមកពីបញ្ហានោះទេប៉ុន្តែគឺការឈានជើងចេញម្ដងបន្តិចដើម្បីស្វែងរកយុទ្ធសាស្ត្រថ្មីណាមួយអ្វីដែលអ្នកត្រូវចាប់ផ្ដើមធ្វើនោះគឺកត់សម្គាល់ភាពតានតឹងរបស់អ្នកឲ្យបានលឿនបន្តិចមុនពេលដែលអ្នកគ្រប់គ្រងវាលែងបាននៅពេលដែលអ្នកមានអារម្មណ៍ថាចិត្តរបស់អ្នកកំពុងតែធ្វើចលនាយ៉ាងរហ័សទៅរកភាពតានតឹងអ្នកត្រូវតែត្រឡប់ក្រោយហើយក៏ទាញអារម្មណ៍របស់អ្នកមកវិញនៅពេលដែលអ្នកមិនអាចគ្រប់គ្រងអារម្មណ៍របស់ខ្លួនឯងបានហើយមានភាពតប់ប្រមល់ចំពោះអ្វីដែលអ្នកកំពុងធ្វើជំនួសឲ្យការមូលដៃអាវឡើងហើយចាប់ផ្ដើមតទល់ទៅនឹងអារម្មណ៍របស់ខ្លួនឯងយុទ្ធសាស្ត្រដែលប្រសើរជាងនេះដែលអ្នកគួរតែធ្វើគឺត្រូវតែសម្រាកដកដង្ហើមវែងៗ 2-3 ដងហើយដើរទៅដើរមកដើរលេងចិត្តនោះអ្នកនឹងរកឃើញថានៅពេលដែលអ្នកកំពុងតែតានតឹងខ្លាំងឡើងហើយអ្នកត្រូវរស់រានក្នុងការគ្រប់គ្រងវាបន្តិចមុនពេលដែលវាគ្រប់គ្រងលែងបានភាពតានតឹងរបស់អ្នកប្រៀបបីដូចជាដុំបាល់ទឹកកកព្រិលដែលកំពុងតែរមៀលធ្លាក់ពីលើកូនភ្នំមកក្រោមអញ្ចឹង
នៅពេលដែលវានៅតូចនៅឡើយអ្នកអាចគ្រប់គ្រងវាបាននៅពេលណាដែលវាប្រមូលផ្ដុំគ្នាកាន់តែធំមានកម្លាំងកាន់តែខ្លាំងវានឹងកាន់តែពិបាកបញ្ឈប់ហើយពេលខ្លះថែមទាំងមិនអាចបញ្ឈប់បានទៀតផងនៅពេលដែលចិត្តគំនិតរបស់អ្នកស្រឡះល្អហើយស្ងប់កម្រិតភាពតានតឹងរបស់អ្នកនឹងថយចុះនោះអ្នកនឹងកាន់តែអាចធ្វើអ្វីៗបានយ៉ាងមានប្រសិទ្ធភាពជាងមុនប្រកបទៅដោយសេចក្តីរីករាយនៅពេលដែលអ្នកព្យាយាមកាត់បន្ថយការអត់ធ្មត់ចំពោះភាពតានតឹងអ្នកនឹងរកឃើញថាអ្នកលែងសូវមានភាពតានតឹងតទៅទៀតហើយប៉ុន្តែបែរជាសម្បូរទៅដោយគំនិតច្នៃប្រឌិតសម្រាប់ទប់ទល់ទៅនឹងអារម្មណ៍តានតឹងដែលនៅសេសសល់ទៅវិញចំណុចសំខាន់ចុងក្រោយគឺបង្កើតនូវសេចក្តីមេត្តាករុណាគ្មានអ្វីដែលជួយឲ្យយើងបង្កើតបាននូវទស្សនវិស័យប្រសើរជាជាងការបង្កើតនូវក្តីមេត្តាករុណាចំពោះអ្នកដទៃនោះឡើយសន្តានចិត្តល្អគឺជាការគិតល្អនិងមានបំណងល្អចំពោះអ្នកដទៃវាពាក់ព័ន្ធទៅនឹងការយកចិត្តគេដាក់ចិត្តយើងដោយមិនគិតតែអំពីប្រយោជន៍ផ្ទាល់ខ្លួនឬក៏ការគិតរបស់អ្នកដទៃនោះទេព្រមទាំងការផ្ដល់នូវសេចក្តីស្រឡាញ់ទៅកាន់អ្នកដទៃផងដែរវាគឺជាការទទួលដឹងថាបញ្ហាការឈឺចាប់និងទុក្ខកង្វល់របស់អ្នកដទៃក៏ជាទុក្ខកង្វល់និងចំណែកបញ្ហារបស់យើងផងដែរពីព្រោះក្នុងជីវិតរស់នៅរបស់មនុស្សយើងរាល់គ្នាសុទ្ធសឹងតែមានការជាប់តាក់ទងគ្នាជានិច្ចនៅពេលដែលយើងបានដឹងការពិតមួយនេះហើយយើងព្យាយាមផ្ដល់នូវសេចក្តីមេត្តាករុណាបើទោះបីជាក្នុងរូបភាពណាមួយក៏ដោយយើងនឹងមានឱកាសក្នុងការបើកចំហបេះដូងនិងទទួលបាននូវអារម្មណ៍ដ៏អស្ចារ្យនៃការដឹងគុណការមានសន្តានចិត្តល្អចំពោះអ្នកដទៃគឺជាអ្វីមួយយ៉ាងដែលអ្នកអាចបង្កើតនិងធ្វើវាបានវាពាក់ព័ន្ធទៅនឹងរបស់ពីរយ៉ាងទី1គឺការតាំងចិត្តទី2គឺសកម្មភាពការតាំងចិត្តមានន័យយ៉ាងងាយយល់ថាអ្នកបើកចិត្តនិងបេះដូងរបស់អ្នកឲ្យទូលាយសម្រាប់អ្នកដទៃមិនថាតែវាជាបញ្ហារបស់អ្នកណាឬក៏បញ្ហាអ្វីក៏ដោយចំពោះសកម្មភាពវិញបើនិយាយឲ្យងាយយល់គឺអ្វីដែលអ្នកធ្វើអ្នកអាចនឹងបរិច្ចាគលុយតិចតួចឬក៏ពេលវេលាតិចតួចរបស់អ្នកឬក៏ទាំងពីរដើម្បីបម្រើដល់បុព្វហេតុណាមួយដែលស្ថិតនៅគៀកនឹងបេះដូងរបស់អ្នកឬក៏អ្នកអាចផ្ដល់នូវស្នាមញញឹមយ៉ាងស្រស់ស្អាតនិងនិយាយពាក្យថាសួស្ដីដោយស្មោះចេញពីចិត្តទៅកាន់មនុស្សដែលអ្នកជួបនៅតាមផ្លូវអ្នកអាចធ្វើអ្វីៗក៏បានឲ្យតែអ្នកបានធ្វើនិងគិតថាវាជាអំពើដែលសមគួរដោយប្រយោគមួយដែលអ្នកម្ដាយថេរេសាបានរំលឹកពួកយើងថាពួកយើងមិនអាចធ្វើរឿងរ៉ាវធំធេងនៅលើโลกនេះបាននោះទេប៉ុន្តែពួកយើងអាចធ្វើរឿងតូចតាចដោយសេចក្តីស្រឡាញ់ដ៏ធំធេងមួយបានសន្តានចិត្តដ៏ល្អចំពោះអ្នកដទៃនឹងធ្វើឲ្យអារម្មណ៍នៃការដឹងគុណរបស់អ្នកកើនឡើងតាមរយៈការលែងខ្វល់ខ្វាយពីរឿងតូចតាចដែលពួកយើងភាគច្រើនតែងតែធ្វើវាឲ្យคล้ายទៅជាបញ្ហាធំនោះនៅពេលដែលអ្នកឆ្លៀតពេលខ្លះដើម្បីស្វែងរកមើលភាពអស្ចារ្យនៃជីវិតអ្នកក៏នឹងរកឃើញថាអ្វីជាច្រើនដែលអ្នកគិតជារឿងធំការពិតទៅវាគ្រាន់តែជារឿងតូចតាចដែលខ្លួនយើងសោះជាអ្នកប្រែក្លាយវាឲ្យคล้ายទៅជាបញ្ហាធំនិងស្មុគស្មាញតែប៉ុណ្ណោះ